នៅអូនៅខាងជើងជើងមិនដែរទេកន្លែងណាទៅវ៉ាប៉ុន្តែប្រុសស្រីមិនអាចបាក់គ្នាទេតែធ្វើយ៉ាងម៉េចទៅបើខ្ញុំមិនដោយនាងប្រកាសជាស្លាប់ជាមិនខាននោះទេយ៉ាធ្វើយ៉ាងម៉េចទៅមិនអាចជួននោះទេសំណាងឲ្យដល់គ្មានមនុស្សសុំទោសมันអាចមើលបានទេមើលមិនបានទេមើលរួចនឹងការប្របែកភ្នែកហើយมันអាចទេចាងហ្វូតាជើងរបស់គេជើងបែរជាក្បាច់ខ្ញុំហើយហ៊ានទៅលួចស៊ីបែបនេះហ៎ហេតុអីមិនជាវាយបងខ្លាំងម្ល៉េះហ្វូតាបងគ្រាន់តែជួយគេប៉ុណ្ណោះហ្វូតាថ្នមដាញ់តិចទៅថ្នមឲ្យបងកំរើគេអូយចាំនិយាយតែខ្ញុំថាបងខ្លាំងណាស់ចំពេញមុខអស់ហើយនេះពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ពេលបាត់រួចហើយប្រកាសជាមិនអាចហើមនោះទេម្យ៉ាងទៀតព្រឹកក្រោកឡើងព្រាមស្បែករបស់បងប្រកាសជាតាំងណែនដូចជាខ្ញុំយ៉ាងអញ្ចឹងម្យ៉ាងទៀតភ្លឺចិញ្ចែងមានភាពទន់ភ្លន់ណាស់បានហើយកុំស្មានថាបិទម៉ាស់រួចក៏លែងអីនោះតាមច្រឹករបស់អូនបងមើលដឹងមុននឹងក្រោយបងគង់តែស្លាប់ទេសំតោអញ្ចឹងបងគឺគិតមើលទៅស្ថានភាពមិញនេះនោះមនុស្សស្រីណាឃើញហើយក៏មិនស្រួលក្នុងចិត្តដែរម្យ៉ាងទៀតខ្ញុំគឺបារម្ភពីបងតែមានប្រតិកម្មខ្លាំងយ៉ាងនេះណាសំតោស្ដាប់អូននិយាយចុះនោះគេជាកូនរបស់ពួកយើងជាឪពុកម្ដាយរបស់គេនៅទីនេះកូនចៅមានរឿងអ្វីយើងត្រូវតែជួយពួកគេមិននឹងអាចអង្គុយមើលពួកគេទៅក្រែងអូនជាលោកយាយម្ចាស់ដីហើយមិនជួយមើលគេដែរទៅកូនស្អីទៅខ្ញុំគ្មានកូនទេខ្ញុំស្ដាប់មិនយល់ថាបងនិយាយអីទេណាក៏ប៉ុន្តែនៅក្នុងភូមិនេះមានមនុស្សច្រើនយ៉ាងនេះបើពួកយើងខ្វល់ពីគេគ្រប់គ្នានោះអញ្ចឹងមិនរវល់ណាស់ទៅហើយហេតុនេះហើយពួកយើងគួរតែជាអ្នកដែលគួររវល់គឺរវល់មិនគួររវល់គឺកុំរវល់អីរឿងសំខាន់រវល់រឿងមិនសំខាន់កុំរវល់អីមនុស្សក្ររវល់មនុស្សដែលមិនក្រគឺកុំរវល់អីខ្ញុំនិយាយត្រូវទេបែបនេះទៅពួកយើងគឺមានពេលវេលាសោយសុខពីពិភពពីអ្នករបស់យើងបានល្អទៅដើរលេងនៅឆ្នេរសមុទ្រហាលថ្ងៃអាចឡើងភ្នំរមៀលព្រើបានពួកយើងអាចទៅកន្លែងដែលស្រស់ស្អាតទឹកក្តៅបានទៀតផងមិនបានប្រាក់ខែរបស់បងអូនត្រូវយកអស់ទៅហើយសូម្បីតែការងាររបស់បងក៏អូនត្រូវយកអស់ទៀតអញ្ចឹងក៏ត្រូវកែប្រែដើម្បីអូនដែរមែនទេបងសម្លាញ់ថ្មីត្បិតតែគ្មានថ្មីត្បិតតែទេប៉ុន្តែគ្មានប៉ុន្តែនោះទេគ្មានហើយយកមកដល់ហើយដែលអីកូនស្រីសំណប់ចិត្តមិនចាំបាច់បារម្ភទេមានលោកតាម្ចាស់ដីលោកយាយម្ចាស់ដីហើយពួកយើងទៅមិនបាច់បារម្ភច្រើនទេដើរទៅកូនដើរទៅចូលក្នុងទៅមកជុំនិយាយជាមួយអូនណាមកកូនស្រីមិនចាំបាច់ខ្លាចទេស័ក្តិសិទ្ធិសម្បើមណាស់លោកតាម្ចាស់ដីក៏មានប្រពន្ធដែរប្រពន្ធស័ក្តិសិទ្ធិជាងលោកតាម្ចាស់ដីទៅទៀតស្ដាប់ណាលោកតាម្ចាស់ដីលោកយាយម្ចាស់ដីនៅខាងលើខ្ញុំបាទចៅហៅប្រពន្ធឆាប់ចៃឋានបន្សល់ទុកកូនស្រីម្នាក់ឲ្យខ្ញុំព្រោះថាយុសួយកូនពួកយើងរស់នៅពឹងពាក់គ្នាជីវភាពមិនអីទេគ្រាន់តែកូនស្រីរបស់ខ្ញុំនឹងអាយុ18ឆ្នាំទៅហើយប៉ុន្តែគូព្រេងមិនទាន់មកដល់គ្មាននរណាគេមកស្ដីដណ្ដឹងសោះលោកតាម្ចាស់ដីលោកយាយម្ចាស់ដីឥឡូវនេះខ្ញុំចាស់ណាស់ទៅហើយមានកូនស្រីតែម្នាក់ទេបារម្ភណាស់
បើថ្ងៃណាមួយខ្ញុំចែកឋានទៅហើយកូនស្រីរបស់ខ្ញុំថ្ងៃក្រោយឯកោគ្មានទីពឹងអីនោះអញ្ចឹងខ្ញុំស្លាប់ទៅបិទភ្នែកមិនចិត្តទេសុំបលោកតាម្ចាស់ដីលោកយាយម្ចាស់ដីជួយឲ្យកូនខ្ញុំឆាប់ជួបគូព្រីងផងសូមឲ្យលោកតាម្ចាស់ដីលោកយាយម្ចាស់ដីនឹងប្រទាននូវគូព្រីងដ៏ល្អមួយឲ្យកូនស្រីខ្ញុំហើយយ៉ាក្រែងគូប្រេងសំយាកឡើងឯងមិនក៏មកសំពួកយើងអញ្ចឹងអាយ៉ាបើគេមកដល់ទៅហើយនឹងមិនអាចបណ្ដឹងគេចេញបានទេបងគិតមើលសិនពីបារៀបការខ្លាំងណាស់ហាមែនហើយដូចជាមានគេនិយាយថាអ្នកភូមិទាំងអស់នេះគឺដូចជាកូនរបស់គេយ៉ាងអញ្ចឹងជួយគេទៅជួយតែជួយប្រកាសជាជួយហើយតែបងមើលគេសិនដើមឡើយរឿងតូចតាចបែបនេះក៏មិនគួរណាមករំខានលោកតាលោកយាយដែរប៉ុន្តែក្នុងចិត្តខ្ញុំណាវាស្មុគស្មាញគិតទៅពិតជាចម្លែកតិចមែនកូនស្រីខ្ញុំដើមឡើយគឺមានរូបសម្រស់ដូចជាផ្កាតែមនុស្សប្រុសនៅក្នុងភូមិនេះវាដូចជាខ្វាក់ភ្នែកយ៉ាងចឹងមើលអត់ឃើញទេហើយនេះក្នុងចិត្តខ្ញុំគឺគិតមិនយល់ពីរឿងនេះទាល់តែសោះហើយក្នុងចិត្តក៏ពោលគិតថាតើពួកយើងធ្វើខុសត្រឹមណាបាទនេះកូនខ្ញុំអត់មានអាណាគេមើលឃើញអីចឹងហើយចឹងហើយលោកតាម្ចាស់ដីលោកយាយម្ចាស់ដីជួយឲ្យកូនស្រីខ្ញុំឆាប់ឲ្យគេមើលឃើញដូច្នេះឲ្យថ្ងៃនេះសូមឲ្យលោកតាលោកយាយណែនាំពួកយើងជាពិសេសត្មងឲ្យកូនស្រីខ្ញុំនេះឆាប់មានគេចូលដិតដឹងណែនាំគេទៅអើយមើលគាត់តទៅទៀតទៅកូនស្រីសំណប់ចិត្តងើយក្បាលឡើងទៅដើម្បីឲ្យលោកតាលោកយាយម្ចាស់ដីមើលបន្តិចហើយចាងើយក្បាលឡើងទៅហើយចាខ្មាស់អៀនអីកូនងើយក្បាលឡើងទៅងើយក្បាលឡើងលោកតាងើយក្បាលឡើង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 ទៅងើយក្បាលឡើងងើយក្បាលឡើងទៅងើយក្បាលឡើងងើយក្បាលឡើងទៅងើយក្បាលឡើងងើយហើយងើយហើយកូនស្រីសំណប់ចិត្តទុកចិត្តចោះលោកតាលោកយាយម្ចាស់ទឹកម្ចាស់ដីថែរក្សាពួកយើងកូនប្រកាសជាអាចបានប្តីល្អតោះតែប៉ុណ្ណេះកូនឯងបានប្តីអើយអូនសម្លាញ់គេពិតជាមានរូបរាងអស្ចារ្យខ្លាំងណាស់ពិតជាមិនធ្លាប់ឃើញមនុស្សស្រីអាក្រក់យ៉ាងនេះទេខ្លាចក្រែងទៅមនុស្សប្រុសឃើញហើយក៏រត់បាត់ជើងសព្រីក៏ថាបានដែរមើលទៅគឺគ្មានប្រយោជន៍ផ្ដាស់បងរកថាតិចហើយខ្ញុំយល់ថាយកសួយគេមានរូបរាងមិនអីទេមិនអីនោះទេអាយ៉ាភ័យឡើងទុនជើងអស់លេងទៅហើយជាកម្រិតស្អីទៅកម្រិតស្អីទៅបងមិនសំណុំពរគេខ្លាចទៅជាទេវអសន្នទេប៉ុន្តែមានកម្រិតទាបបំផុតស្អីទៅអូនមើលរូបរាងរបស់គេទៅទាបជាមនុស្សឲ្យមនុស្សប្រុសរើសយកគូស្គរយ៉ាងម៉េចទៅហើយខ្ញុំមិនជឿថាមនុស្សប្រុសនៅលើលោកទាំងអស់សុទ្ធតែខ្វល់ពីសម្បកក្រាស់របស់មនុស្សស្រីទេប្រកាសជាមានមនុស្សប្រុសដែលពេញចិត្តនឹងយកសួយហើយប្រុសណាបានឃើញហើយប្រកាសជារត់បាត់ទៅហើយទោះជាគេមានចំណេះដឹងស្រូបបូតប៉ុណ្ណាក៏ដោយប៉ុន្តែខ្ញុំនៅតែជឿថាក្នុងលោកនេះនឹងមានមនុស្សប្រុសម្នាក់នឹងមិនប្រកាន់ពីរូបរាងរបស់គេខ្វល់តែពីដួងចិត្តដ៏ស្រស់ស្អាតរបស់គេតែប៉ុណ្ណោះគឺខ្វល់ពីដួងចិត្តមិនខ្វល់ពីសម្បកក្រៅនោះទេស្រឡាញ់គេចេញពីក្នុងចិត្តគ្មានមូលហេតុផ្សេងទៀតក៏ព្រោះតែស្រឡាញ់គេហើយដល់ដឹងគេក៏មិនអាចដែរមិនអាចនោះទេហាមិនអាចទេមិនអាចចុះអញ្ចឹងចុះបើខ្ញុំរកបានមនុស្សប្រុសម្នាក់ដែលមិនខ្វល់ពីរូបរាងរបស់គេនោះខ្វល់តែពីដួងចិត្តរបស់គេអញ្ចឹងគឺបញ្ជាក់ថាយកបោះរបស់បងមិនស្មើនឹងខ្ញុំទេថ្ងៃក្រោយបងត្រូវស្ដាប់តាមខ្ញុំបងស្ដាប់តាមអូនក្នុងរយៈពេល3ខែបើអាយុសួយរៀបការចេញបាននោះបងស្ដាប់សម្ដីរបស់អូនមិនផឹកស្រាហើយក៏មិនហូបអាហារពេលយប់ដែរហើយបន្ទាប់មកមែនទេបើ
សិនជាខ្ញុំឈ្នះអញ្ចឹងបងគឺមិនអាចទៅជួយអ្នកភូមិទាំងអស់នោះផ្ដេសផ្ដាស់បានទៀតនោះទេត្រូវរកពេលវេលាឲ្យច្រើនបន្តិចកំដរខ្ញុំហើយត្រូវចេះពីភាពអន្លង់អន្លោចទៀតសំខាន់ជាងគេនោះគឺត្រូវទិញចិញ្ចៀនពេជ្រ10ការ៉ាត់មួយគ្រាប់ឲ្យ ប ខ្ញុំ ងដឹងឲ្យថោនបែបនេះល្អមិនណាគឺមិន មិន ហ្នឹង ដឹង អាយ៉ាខុស ណែពុកប្រាប់ឯងទៅចោះយោសួយវិហារអ្នកតាដីមិញនេះគឺនៅជុំវិញប្រមាណភូមិនេះគឺថាអូអ្នកមិនមែនទេគឺនៅជាងណានយើងទាំងមូលស័ក្តិសិទ្ធិជាងគេហើយពួកគេបានទៅវល់លោកតាលោកយាយម្ចាស់ដីរួចពុកគិតថាមិនយូរទេនឹងមានមនុស្សមកស្ដីដណ្ដឹងឯងជាមិនខានរឿងនេះឯងមិនចាំបាច់ព្រួយបារម្ភអីទៀតទេវានាំតែដល់ខ្លួនឯងនោះបូកាខ្ញុំមានរូបរាងអាក្រក់យ៉ាងនេះអ្នកណាដែលនឹងខ្ញុំទេ ហើយចុះកូនស្រីសំណប់ចិត្តឯងមិនអាចនិយាយពាក្យបែបនេះបានទេងើយក្បាលឡើងសម្លឹងមើលមុខពុកនេះស្អាតណាស់ណែកូនស្រីសំណប់ចិត្តពុកប្រាប់ឯងទៅចុះណាថ្ងៃក្រោយមិនឲ្យនិយាយថាខ្លួនឯងវាអាក្រក់អាក្រីចឹងទេកូនឯងស្អាតទៅប៉ុន្តែណែឯងមើលចុះហើយចាឯងមើលចុះឯងមើលចិញ្ចើមឯងឡើងក្រាស់ហើយញឹកស្អីទៀតផងគឺស្រស់ស្អាតដូចជាគេគូយ៉ាងចឹងហើយនឹងចំមុះឯងនេះខ្ពស់ហើយស្រួយទៀតផងហើយគឺចម្រើនដល់ប្តីចម្រើនដល់កូននៃមុខមាត់ឯងនេះហើយថ្ពាល់សងខាងពោពេញទៅដោយមហិទ្ធិឫទ្ធិណែនឹងមានថ្មិញចំពើដ៏ស្រស់ស្អាតទៀតផងហើយពួកគេចង់មានក៏គ្មានដែរសំខាន់ជាងគេគឺថាអា1អា2អា3និងអាប្រជុយនឹងគឺថាល្អណាស់សំបីតែគិតក៏មិនបាច់គិតដែរគឺវាស្រស់ស្អាតនៅស្អាតពីកំណើតតែម្ដងណាកូនណូអីចា